បាទខ្ញុំបាទរសាអាញាតគ្រប់ជ្រាបសួរក៏ដូចជាសួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះមកមើលម៉ូតផ្ទះទៅមើល51បាទទីតាំងនៅខាងវត្តចកខេត្តសៀមរាបបងប្អូនបាទទៅតាំង8ម៉ែត្រផ្ទះនេះទៅតាំងនេះ8ម៉ែត្របដោយនេះទៅក្រោយនេះ12ម៉ែត្របងប្អូនបាទតម្លៃមកផ្ដាច់20000ជាងបងប្អូនបាទជាង20000ក្រាស់ដែរណាដោយសារផ្ទះនេះបន្ទប់ទឹកដល់ទឹក3ណាបន្ទប់គេង3បន្ទប់ទឹក3កន្លែងទូគ្នាចែកបាយហ្នឹងហើយគឺនឹង8ទឹកបងប្អូនបាទម៉ូតនេះខ្ញុំធ្វើច្រើនទេបងប្អូនថាជាងកបាក់ខ្ទង់10ខ្នងហ្នឹងសម្រាប់ម៉ូតនេះប៉ុន្តែបែបបត់នៃការធ្វើនឹងពណ៌អីហ្នឹងនឹងជ្រីមួយចំនួនហ្នឹងយើងលេងទៅតាមភាពជាក់ស្ដែងនៅក្នុងនេះនៅក្នុងការរៀបចំផ្នែកខាងក្នុងដោយសារផ្ទះមួយផ្នែកខាងក្នុងយើងរៀបចំដូចជាពាក់ព័ន្ធជាមួយបន្ទប់ពាក់ព័ន្ធមួយអីចឹងណាអញ្ចឹងនៅពេលដែលយើងធ្វើផ្នែកខាងក្រៅទៅវាអាចយើងត្រូវបត់បែនជ្រីជ្រុងប្អួតអីតាមសភាពជាក់ស្ដែងនៃការរៀបចំប្លង់ផ្នែកខាងក្នុងអញ្ចឹងណាហ្នឹងហើយអានេះពីមុខខ្ញុំពណ៌នេះបែកហ្នឹងបងប្អូនបាទស្រស់ស្អាតពណ៌នេះជាកណ្ដាបែកពងមាត់ណាពងមាត់យើងប្រើនឹងចាស់បន្តិចមើលទៅវាកាត់ពណ៌ដល់វាឆើតទេហ្នឹងហើយចេះនេះខាងមុខចេះមុខចេះខាងមុខនេះយើងរៀបថ្មពោកតាមសអញ្ចឹងទៅនេះថ្មពោកត្បូងប្រក់សង្ស័យកម្រាស់ 3C កន្លះបងរៀបសង្ស័យ ASI នេះគឺចំហៀងគៀមចេះចេះផ្នែកខាងមុខណាមិនពីនេះការងារសាបបានមួយខាងគេដែរហើយនេះមកចំហៀងនេះគឺបន្ទប់គេង2ទប់ទឹក22នេះគឺជាប្អួយជួយប្អួយបន្ទប់ទឹកបងប្អូនបន្ទប់ទឹក2នៅជាប់គ្នាហ្នឹងកន្លែងនេះបន្ទប់1ឡើងក្រោយបន្ទប់1ហើយឡើងនោះជាក្រាមបាយហ្នឹងហើយអញ្ចឹងណារងដានេះ2ម៉ែត្របាទរងដា2ម៉ែត្រចេះក្រងមុខប៉ែតនេះបន្ទប់គេងទី1ទប់ទឹកនៅក្នុងនោះ1គេងទី2ក៏មានបន្ទប់ទឹកនៅក្នុងនោះដែរនេះបន្ទប់មេគូសាធំជាងគេបងប្អូនបាទពីដានម៉ូតណាមេគូសាធំជាងគេបាទនិយាយបន្ទប់នេះគាត់ភ្លើងប្រកបក្នុងជាងនេះទៅបន្ទប់ទឹកមែនបន្ទប់ទឹកក៏ធំដែរបន្ទប់មេគូសាបាទក្រោយជាងរៀបដល់ពីដានណាហ្នឹងហើយអញ្ចឹងហើយនេះយើងនៅចាក់ម៉ាបបាទចាក់ម៉ាបបតុលនេះបដ ாய் ណាហ្នឹងហើយអញ្ចឹងកន្លែងម៉ាបហ្នឹងគឺធំហើយចានប្រគុណបែរមុខទៅនេះដោយសារតម្រូវការរបស់ម្ចាស់គាត់គឺប្រគុណធ្វើបែរមុខដូចជាទិសខាងជើងហ្នឹងហើយបែរមុខមកខាងនេះកន្លែងនេះយើងរៀបចំបែងចែកកន្លែងស្ងួតកន្លែងសើមហ្នឹងទៅដើម្បីយើងងូតទឹកទៅកុំឲ្យវាសើមមកផ្នែកខាងនេះព្រោះខាងនេះយើងចូលទៅវាស្ងួតអត់មានអីសើមជើងសើមអីទេនេះចំណុចទៅនេះគឺជាក្រានបាទខៀនបាយទូទៅដែរជាមុខកាត់វា2.4 ម៉ែត្រទេប្រវែងពីនេះមកណា2.4 ម៉ែត្រមាននេះហើយយើងរៀបថតខាងក្រោមពីថតទៅនៅខាងក្រោយនេះនៅខាងក្រោយខាងស្តុកបងប្អូនដកទឹកពេញអស់ហើយណាខាងក្រោយចេះនេះបង